ឥឡូវខ្ញុំដើរពីឆ្នេរមើលតែមិនឃើញពីឆ្នេរនេសាទពីឆ្នេរកោងកាងមកឆ្នេរនេសាទតែឥឡូវទី1ខ្ញុំទទួលបានទេសភាពមួយដែលស្អាតទី2បានលេខខ្លាំងមែនតើប្រហែលថ្ងៃមិនប្រហែលថ្ងៃប្រហែលខែនឹង stress យកតែមែនតើឥឡូវខ្ញុំបានមកហើយនេះទៅចេះឆ្នេរនេសាទហើយទៅខាងមុខគឺទៅខាងក្រោយឆ្នេរកោងកាងទៅខាងមុខឆ្នេរនេសាទអញ្ចឹងឥឡូវទៅមើលឆ្នេរនេសាទស្អាតពីឆ្នេរពីរហ្នឹងវាអាចដាច់ពីគ្នាបន្តិចមានផ្លូវទឹកកន្លែងនេះមួយទៅតែដើរមកឃើញមានអាហ្នឹងមិនដឹងថាវាជាអីក៏មិនដែរវារៀងដាច់គ្នាបន្តិចណាវាដាច់គ្នាបន្តិចកន្លែងហ្នឹងអញ្ចឹងឥឡូវខ្ញុំដើរដល់ព្រំបន្ទោលឆ្នេរនេសាទជាមួយនឹងឆ្នេរកោងកាងហើយចឹងខ្ញុំដើរមកមើលនឹងបន្តិចថាវាជាអ្វីប្រកាសវាមានអារម្មណ៍ថាដូចជាដៃព្រែកតែស្អាតមែនដែរបងប្អូនអរគុណបើសិនជាចង់មកលំហែកាយបែបមាត់សមុទ្រហើយស្ងាត់ស្ងៀមអាចមកឆ្នេរកោងកាងឬក៏ឆ្នេរនេសាទមានលឺច្រើនជាងឆ្នេរកោងកាងបន្តិចតែបើសិនជាចង់មកស្ងប់ស្ងាត់ខ្លាំងមកឆ្នេរកោងកាងស្ងាត់ល្អមែនដែរនេះអូអានេះវាជាប្រភេទដៃព្រែកតែវាក៏ជាព្រែកមួយដែលស្អាតមែនដែរហើយយប់ឡើងប្រហែលជាអាចនឹងមានក្តាមឬក៏មានមកដែលយើងអាចចាក់អីបានទៀតចឹងល្អមែនដែរ